បញ្ជូនមកដល់ការប្រកួតមុននឹងចាប់ផ្ដើមមានភ្លៀងធ្លាក់មួយមេបាទភ្លៀងធ្លាក់មួយមេមុននឹងការប្រកួតចាប់ផ្ដើមម្ចាស់ផ្ទះបឹងកេតឈុតពណ៌សក្រុមភ្ញៀវអង្គរ Tiger ឈុតពណ៌ខ្មៅការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង 18:00 ផ្ដើមចេញពីជើងរបស់ក្រុមភ្ញៀវអង្គរ Tiger បាទលើកមកបង្គោលទី1ធ្វើឲ្យការតែតរបស់បាទខ្សែការពារលេខ15រកក្របបាល់នាំមុខក្នុងនាមជាក្រុមភ្ញៀវខ្សែការពារបាទ Zoto Azano បាទដាវីនលើកចូលមកតំបន់កណ្ដាលផុតមួយនៅមួយកន្លែងនេះអត់ទេមុតសាឆាជាអ្នករំខានបាទសំលេងស្រែកហោកងរំកូលីបាលីបណ្ដើកូលីបាលីក៏ស្រូមកខាងឆ្វេងចូលអោពេត្រូបញ្ជូនស្រាកន្លែងនេះអូយបាទចិត្តត្រជាក់មែនតែនប៉ុន្តែចលនាបាទរបស់បាទយើងមើលនេះបាទការស្រូចោះដល់ល្អពីកូលីបាលីហើយជូអាពេត្រូនេះក៏គាត់មានចេតនាក្នុងការពន្យាឲ្យចលនារបស់ហ្គូដៃនរុនទះកោងទៅឲ្យដាវីនវាំងដាវីនក៏សម្លឹងឃើញបញ្ជូនមកខាងស្ដាំនេះអូយបាទមុតសាត់ឆាជាកីឡាករចុងក្រោយបាទរៀបរៀងបាល់បញ្ជូនរបស់បឹងកេតក្រោយបញ្ចប់វគ្គទី1 0-0ដូចគ្នាបាទអញ្ចឹងគូ2គូបញ្ចប់វគ្គទី1ក្នុងលទ្ធផលស្មើគ្នាបាទស្នូកញ្ចែក៏បានបន្លឺឡើងលទ្ធផលបាទបណ្ដោះអាសន្នសម្រាប់វគ្គទី1ក្រុមភ្ញៀវអង្គរ Tiger នាំមុខលើក្រុមម្ចាស់ផ្ទះបឹងកេត1-0លទ្ធផលបាទស្នូកញ្ចែក៏ចាប់ផ្ដើមហើយការប្រកួតកាលពីវគ្គទី1បាទអង្គរបាទសុទ្ធពីចម្ងាយតែម្ដងមិនចំគោលដៅទេបាទការផ្ទួខ្លួនបាទទាត់របស់លីសូសៀបាទទស្សនារូបភាពយឺតការបញ្ជូនចោះត្រង់ចំណុចកន្លែងនេះហើយការពុនពងលើកដំបូងបាទសម្រាប់ដើមវគ្គទី2នេះមានបញ្ហាប៉ះទង្គិចបាទ Backer នោះលើបំផ្លងឡើងខាងលើ1-1មានការប្រជែងបាទជូនកាតលឿងកាតក្រហមបាទទៅវ៉ាឃីមបាទយ៉ាងម៉េចទៅហើយនៅរុនបាទបែក7-7ទេយើងមើលសិនមិនផុតពីឌីម៉ងស្លេសេនក៏លើកកោងចូលមកតំបន់កណ្ដាលឱកាសរបស់បាក់ខើអូយមានការរៀបរៀងបាល់ឡងចេញទៅខាងក្រៅបាល់ជ្រុលអាយយបាទការក្រហមមិនទាន់បាន5នាទីផងតានតឹងបាត់ទៅហើយបាទនៅសល់ប្រមាណជាយាយមានសកម្មភាពដែលត្រូវមើលប្រមាណដងបាល់សេតភីសណូរុនលើកមកតំបន់កណ្ដាលមួយក្បាលនេះស្តេហ្វិនមិនចំគោលដៅបាទប្រខាន់រាជជាមួយវីសាខានោះនៅតែរក្សាលទ្ធផល1-1ភ្នំពេញក្រោននៅតែរក្សាលទ្ធផល0-0ជាមួយនឹង Nagawal បាទខ្សែការពាររបស់អង្គរ Tiger កំពុងតែរៀបចំប្រព័ន្ធហើយវាំងដាវីនលើកកោមកតំបន់កណ្ដាលជួយបានពីប៊ុនហេងគីរីណាបាទក្រុមដែលត្រូវការបន្ទុកដូចជាប្រខាន់រាជស្វាយរៀងភ្នំពេញក្រោនបាទទះមកខាងក្រោយស្លេសេនក៏លើកមកឱកាសកន្លែងនេះប៊ុនហេងអូយបាទប៊ុនហេងបាល់វិញបញ្ជូនបាល់ខ្លីស្កាត់យកពីណប់ដេវីតឱកាសសម្រុករបស់បឹងកេតដេវីតកន្លែងនេះអូយចង់ដៃយីប៊ុនហេងបាទយើងទស្សនាបាទទះកោងទៅតែម្ដងបាទចង់ដៃតែបន្តិចទេសម្រាប់យីប៊ុនហេងក៏ស្រូក្រោយខ្នងឲ្យ Stephen Golovic បឆោតមួយសិន Stephen រក្សាបាល់កឹបត្រឡប់ទៅវិញ Stephen អូយបាទយីប៊ុនហេងដដែល
យីសម្រាប់ការប៉ុនប៉ងរបស់បង្កេតយើងមើលនេះ Stephen នេះចិត្តត្រជាក់ណាកឹបហើយកឹបទៀតកឹបចោះកឹបរហូតតតែបានតរបស់បង្កេត Stephen ក៏លោវវិញបញ្ជូនមកខាងឆ្វេងចន្ទធាទាញរយឡងជើងឆ្វេងបាទបាល់ចេញទៅខាងក្រៅអូយបាទពេលវេលាចូលដល់នាទីទី71ហើយយើងមើលនេះបាទចន្ទធាក៏ទាញរកឲ្យឡងជើងឆ្វេងបាទទាត់ទៅបាល់ចេញទៅខាងក្រៅឌីម៉ង់បញ្ជូនទប់បែឌីម៉ង់បណ្ដាឌីម៉ង់ទាត់ឆ្ងាយបាល់ចេញទៅខាងក្រៅបាទជើងលើឱកាសសម្រុករបស់បង្កេតបញ្ជូនចោះ Stephen បញ្ជូនមកឲ្យយូហេយូស៊ីអាម៉ាយូហេកឹបមួយយូហេបញ្ជូនឲ្យ Stephen ចូលBangkit FC by playing number 27 Global បញ្ជូនខាត់បេកពីយូហេការទាត់បញ្ចប់ទីដោយ Stephen Golovic បាទយើងមើលផ្ដើមចេញពីការដណ្ដើមបាល់ការបញ្ជូនឲ្យយូហេបញ្ជូនខាត់បេកមកខាងក្រោយ Stephen ក៏ទាត់បញ្ចូលទីបាទ Iago បាទមួយទល់មួយជ្រែកទៅឲ្យ Iago កន្លែងនេះបាទ Barker ជាអ្នករកគ្រាប់បាល់នាំមុខវិញម្ដងបាទអូយបាទ Iago នេះប៉ិនឈ្មោលIago Bento Barker បាទយើងមើលនេះបាទ Iago នេះជ្រែកទៅ FC by playing number 25 Alexander ចាំមិនចាប់ទីរួចជាស្រេចតែម្ដងយើងមើលបាទយើងមើលបាទលើកតែជើងបន្តិចទេក្របបាល់ទី2ក៏កើតមានឡើងអូយបាទនៅក្នុងពិភពបាល់ទាត់អ្វីក៏អាចកើតមានដែរដរាបណាលោកអញ្ញាកណ្ដាលមិនទាន់ផ្លុំកញ្ចែបញ្ចប់ការប្រកួតទេឱកាសរបស់អង្គរថៃក៏ជួបមកខាងស្ដាំបញ្ជូនលូចេនមកក្រោយខូលីបាលីកឹប1កឹប2បាល់អស់ចំហអត់ទាន់ចេញលេងជាបន្តផ្ទះមកខាងក្រោយសាត់សាក៏លើកសាលីមក៏ចាប់ទម្លាក់ចាប់យកបាល់2នេះយើងមើលនេះបាទហែកដាច់អស់រលីងតែម្ដងបាទទាត់យកតែម្ដងទៅមុននេះបាទមិនដឹងថាបាល់នេះនឹងទៅដល់ណាទេក្នុងទីឬក៏ចេញក្រៅអូយបាទកញ្ចែកំពុងតែនៅមាត់បាទស្នូកញ្ចែក៏បានមិនលឺឡើងលទ្ធផលបញ្ចប់ការប្រកួតក្លឹបបាល់ទាត់បង្កេតពីក្លឹបបាល់ទាត់អង្គរ Tiger 2 The final score is Bangkit FC